បាទជំរាបសួរដល់ពុកម៉ែបងប្អូនជាទីគោរពនិងជាទីមេត្រីសម្រាប់អស់លោកអ្នកដែលកើតនៅមេសារិស័យប្រចាំខែមិថុនាឆ្នាំ2025នេះគឺសំដៅទៅលើអស់លោកអ្នកដែលកើតនៅចន្លោះចាប់ពីថ្ងៃទី14មេសាទៅដល់ថ្ងៃទី13ឧសភារាសីរបស់លោកអ្នកស្ថិតនៅក្នុងរាសីមេសាមានផ្កាយប្រចាំរាសីរបស់លោកអ្នកគឺផ្កាយព្រះអង្គាចូលដល់ខែមិថុនានេះទាក់ទងទៅនឹងកិច្ចការងារសម្រាប់អស់លោកអ្នកមិនថានៅទីជិតឬទីឆ្ងាយឬក៏អស់លោកអ្នកធ្វើកិច្ចការងារទំនាក់ទំនងក្រៅប្រទេសជាដើមហាក់បីដូចជាទទួលបាននៅផលសម្រេចជាពិសេសនៅក្នុងរយៈពេលនេះអស់លោកអ្នកទទួលបាននៅសម្រេចជោគជ័យទៅលើកិច្ចការងារនិងប្រាក់ចំណូលបានមកពីការទំនាក់ទំនងឬការលក់ដូរអាជីវកម្មជាដើមទោះបីជាយ៉ាងណាក៏ដោយសម្រាប់អស់លោកអ្នកដែលកើតនៅមេសារាសីធ្លាប់ទទួលបញ្ហាទាក់ទងទៅនឹងកិច្ចការងារចូលដល់ខែមិថុនានេះអស់លោកអ្នកទទួលបាននូវកិច្ចការងារល្អប្រសើរទោះបីជាយ៉ាងណាក៏ដោយទាក់ទងទៅនឹងបញ្ហាសុខភាពរបស់អស់លោកអ្នកវិញហាក់បីដូចជាមិនសូវល្អសម្រាប់អស់លោកអ្នកនោះទេគួរតែត្រួតពិនិត្យសុខភាពឲ្យបានជាប្រចាំទាក់ទងទៅនឹងរឿងគូហាក់បីដូចជាមានទំនាក់ទំនងល្អនិងចិត្តស្និទ្ធប្រសើរជាងមុន